ទាំង3ដោយសេចក្តីគោរពជ្រះថ្លាស្មើដោយជីវិតខ្ញុំព្រះករុណាសូមនមស្ការក្រាបថ្វាយបង្គំលោកម្ចាស់ទាំង4ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លាចា៎នាងខ្ញុំតំណាងឲ្យកូនសិស្សទាំងអស់ក៏សូមគោរពថ្វាយបង្គំចំពោះលោកគ្រូជាទីគោរពដោយសេចក្តីដឹងគុណចា៎ក៏សូមគោរពចំពោះលោកគ្រូពេទ្យជាទីគោរពដោយសេចក្តីដឹងគុណពីចម្ងាយសូមគោរពចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់គ្រួសារស្ថាប័នដោយសេចក្តីគោរពសូមគោរពចំពោះចាពុកម៉ែបងប្អូនឧបាសកឧបាសិកាទាំងអស់ចាដែលក្រុមជើញមកកាន់ទីនេះចាមកតាំងពីទីឆ្ងាយក៏មានណាស់ទៀតណាចាដោយសេចក្តីគោរពជ្រះថ្លាហើយក៏សូមគោរពចំពោះពុទ្ធបរិស័ទដែលកំពុងតែទស្សនានៅក្នុងការ live ដោយសេចក្តីគោរពខ្ញុំប្រកាសនាងខ្ញុំក៏សូមឱកាសពីសំណាក់លោកម្ចាស់លោកគ្រូក៏ដូចជាពុទ្ធបរិស័ទដើម្បីបានបើកកម្មវិធីនៅក្នុងវេលាព្រឹកនេះគណៈទានមុននឹងបើកកម្មវិធីក៏សូមចូលរួមចានៅព្រះធម៌ខ្លះដោយសារតែឃើញពុទ្ធបរិស័ទទាំងអស់គ្នាចាមានសេចក្តីព្យាយាមប្រឹងប្រែងណាទេណាមកតាំងពីទីឆ្ងាយធ្វើដំណើរមកទីនេះដើម្បីបានស្ដាប់នៅព្រះធម៌ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធដូច្នេះហើយតើកត្តាអ្វីដែលធ្វើឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាព្យាយាមប្រឹងប្រែងមកដល់ទីនេះមានដឹងទេទៀនដោយសារតែការមាននៅសទ្ធាបណ្ឌិតក៏បីដឹងថាបុគ្គលនោះមានសទ្ធាដោយហេតុប៉ុន្មានយ៉ាងដោយហេតុ3យ៉ាងទី1ចង់ឃើញចង់ជួបអ្នកមានសិលទាំងអស់គ្នាមានទេចំណុចហ្នឹងមានខំធ្វើដំណើរមកពីឆ្ងាយនោះទៀតណោះទី2ចង់ស្ដាប់នៅព្រះសទ្ធមនេះដែលលោកគ្រូដែលជាប្រមុខនៃគ្រួសារស្ថាប័ននាំមកក៏ដូចជាលោកម្ចាស់និងពុទ្ធបរិស័ទយើងណាទៀតណាចឹងទី3ជាអ្នកមានចិត្តប្រះចាកមន្ទិលមានដៃលាងស្អាតគួរដល់ស្មោមលះនៅសេចក្តីកំណាញ់ទាំងអស់គ្នាមានទេទៀតមានអញ្ចឹងបើមានបណ្ឌិតទាំងឡាយដឹងហើយថាយើងទាំងអស់គ្នាជាអ្នកមានសទ្ធាហើយខ្លួនឯងក៏ដឹងដូចគ្នាដែរថាយើងមានសទ្ធាដូចគ្នាដែរយើងអាចផ្ទៀងផ្ទាត់ខ្លួនឯងបានមែនទេទៀតកណាទៀនហើយមួយទៀតការដែលយើងទាំងអស់គ្នាធ្វើដំណើរមកកាន់ទីនេះណាទៀតណាគឺយើងកំពុងតែធ្វើនៅកុសលកំពុងតែបំពេញនៅកុសលហើយការដែលយើងបំពេញនៅកុសលទាំងឡាយនេះឈ្មោះថាកំពុងតែលះនៅអកុសលហើយដំណើរដែលយើងធ្វើនេះណាគឺជាដំណើររបស់ព្រះអរិយបុគ្គលទាំងឡាយអញ្ចឹងយើងកំពុងតែធ្វើដំណើរដូចជាព្រះអរិយបុគ្គលទាំងឡាយហើយណាទៀតណាយ៉ាងណាមិញពុទ្ធបរិស័ទទាំងឡាយព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងបិដកអដ្ឋកថាលេខ28ទំព័រ10ណាទៀតណាសេចក្តីជឿក្នុងព្រះតថាគតរបស់បុគ្គលណាមិនបានញាប់ញ័របានតម្កល់ល្អហើយនេះណាសេចក្តីជឿណាសទ្ធាហ្នឹងណាសិលរបស់បុគ្គលណាស្អាតអរិយបុគ្គលត្រេកអរនៅសិលនោះហើយអរិយបុគ្គលទាំងឡាយតែងសរសើរនៅសិលនោះយើងមានទេសិលហ្នឹងចាអញ្ចឹងយើងមានណាទៀតណាសិលយើងល្អហ៎ទៀងផ្ទាត់ទៅនឹងសេចក្តីជ្រះថ្លានៅក្នុងព្រះសង្ឃជ្រះថ្លាពុទ្ធបរិស័ទទាំងអស់គ្នាឃើញលោកម្ចាស់ទាំងឡាយចានឹងការយល់ដោយត្រង់ពិតរបស់បុគ្គលនោះអ្នកប្រាជ្ញទាំងឡាយពោលនៅបុគ្គលនោះថាជាអ្នកមិនតល់ក្រស្ដាប់បានទេពុទ្ធបរិស័ទទាំងអស់គ្នាបុគ្គលនោះឯងគឺមិនតល់ក្រទេអត់ក្រទេណាទៀតណាទាំងជីវិតរបស់បុគ្គលនោះឯងចាគឺជាជីវិតដែលមិនសូន្យអញ្ចឹងអត់សូន្យទេយើងទាំងអស់គ្នានេះណាទៀតណាដូច្នោះហើយទើបអ្នកប្រាជ្ញកាលបើរលឹកនៅពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធគួរប្រកបនៅក្នុងសេចក្តីជឿនៅក្នុងសិលនៅក្នុងសេចក្តីជ្រះថ្លាហើយនឹងការឃើញនៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធសូមអនុមោទនា
កណាទៀនអញ្ចឹងយើងស្ដាប់ទៅណាទៀនណាសេចក្តីជឿរបស់យើងនេះការមានសទ្ធាដែលបានស្ដាប់នៅធម៌របស់ព្រះសម្មាសម្ពុទ្ធហើយបានធ្វើដំណើរមកកាន់ទីនេះគឺមិនទីទាល់ក្រទេហើយជីវិតយើងក៏មិនសោះសូន្យដែរហើយមួយវិញទៀតណាព្រះអង្គទ្រង់ត្រាស់សម្ដែងជាមួយព្រះសិរីបុត្រណាពុទ្ធបរិស័ទធ្លាប់បានស្ដាប់ដោយច្រើនណាមែនទេមនាលសិរីបុត្រអ្នកទាំងឡាយគួរឃើញនៅក្រហោះដែលស្លៀកសមានការងារសង្រួមក្នុងសិក្ខាបទទាំង5ប្រការយើងមានទេមានសង្រួមទេនៅក្នុងសិក្ខាបទទាំង5ប្រការណាទៀតមានទេហ្នឹងហើយយើងទាំងអស់គ្នាកំពុងតែសង្រួមហើយណាទៀតណាបានតាមប្រាថ្នាបានមិនលំបាកបានមិនក្រនៅការសម្រេចសម្រានជាសុខក្នុងបច្ចុប្បន្នអាស្រ័យនៅចិត្តសឹកដ៏ខ្ពង់ខ្ពស់ទាំង4ក្រហោះនោះការប្រាថ្នាព្យាករនៅខ្លួនឯងដោយខ្លួនឯងថាអាត្មាអញអស់នរោហើយអស់កំណើតតិរិឆានហើយអស់បតិវិស័យហើយអស់អបាយទុគតិហើយអាត្មាអញជាសោតាបណ្ឌបុគ្គលមិនមានការធ្លាក់ចុះនៅក្នុងបច្ចុប្បន្នជាបុគ្គលទៀងមានសេចក្តីត្រាស់ដឹងទៅខាងមុខអញ្ចឹងយើងទាំងអស់គ្នាមានការជឿទៅលើព្រះសម្មាសម្ពុទ្ធមានសេចក្តីជ្រះថ្លាទៅលើព្រះសម្មាសម្ពុទ្ធទៅលើព្រះធម៌ទៅលើព្រះសង្ឃហើយនឹងនិសិលរបស់យើងជាអរិយកន្តសិលជាសិលរបស់ដូចថាអរិយបុគ្គលទាំងឡាយសរសើរណាទៀតណាអញ្ចឹងយើងមានអស់នៅទៀតបើមានហើយនេះហើយជាទីពឹងរបស់យើងទាំងអស់គ្នាណាទៀតណាហ្នឹងហើយអញ្ចឹងយើងប្រឹងប្រែងព្រះអង្គទ្រង់ត្រាស់សម្ដែងហើយផ្លូវដែលបុគ្គលណាមួយជនណាមួយដែលព្រះអង្គបង្ហាញហើយយើងដើរតាមមិនតែប៉ុណ្ណោះយើងស្ដាប់នៅពាក្យទូនមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបុគ្គលនោះឯងប្រកាសជារួចផុតចាកទុក្ខជាជាមិនខានសូមអនុមោទនាកណាទាននាងខ្ញុំក៏សូមចូលរួមជាប្រមាណប៉ុណ្ណេះដើម្បីបើកកម្មវិធីជាបន្តក៏សូមគោរពជូនទៅលោកគ្រូចាដើម្បីលោកគ្រូបាននាំព្រះធម៌ដែលជាធម៌របស់ព្រះសម្មាសម្ពុទ្ធមកទូនមានព្រានប្រដៅយើងខ្ញុំទាំងអស់គ្នាផងដែរទានចាសូមគោរពអញ្ជើញលោកគ្រូខ្ញុំបកណាសូមនមស្ការក្រាបថ្វាយបង្គំព្រះសម្មាសម្ពុទ្ធនិងព្រះធម៌ព្រមទាំងគណៈនៃព្រះសង្ឃជាទីពឹងទីរលឹកស្មើដោយជីវិតសូមនមស្ការក្រាបថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមក្តីអនុញ្ញាតដើម្បីខ្ញុំកណាបាននាំព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដើម្បីប្រកាសសម្ដែងនៅវេលាព្រឹកនេះនៃសភាធម៌គ្រួសារសតបដ្ឋានក្រុងប៉ោយប៉ែតទៀតនឹងសូមគោរពចាស់ព្រឹទ្ធាចារ្យឧបាសកបាសិកាគ្រប់រូបជួបថ្នាក់ដឹកនាំនៃគ្រួសារសតបដ្ឋានទៀតនៅក្នុងថ្ងៃនេះយើងបានជួបជុំគ្នាមានលោកម្ចាស់គ្រប់ព្រះអង្គជាអធិបតីជាព្រះសង្ឃសាវកនៃព្រះក៏មានពភាជាទីចម្រើនចិត្តនៃពុទ្ធបរិស័ទការដែលយើងបានឃើញនៅព្រះសង្ឃរឿយនេះឧបាសកដែលមិនធ្វើនៅការឃើញព្រះសង្ឃឲ្យសាបសូន្យនេះជាសេចក្តីមិនសាបសូន្យនៃឧបាសកមានន័យថាយើងបានឃើញរឿយទៀតហើយបើសិនជាមិនបានឃើញរឿយទេនឹងជាសេចក្តីសាបសូន្យរបស់ឧបាសកឧបាសិកាដូច្នេះហើយពុទ្ធបរិស័ទយើង
គប់បីយល់ពីសេចក្តីចម្រើនរបស់ខ្លួនណាយើងចម្រើនទៅដោយសេចក្តីជ្រះថ្លាក្នុងព្រះសម្មាសម្ពុទ្ធចម្រើនទៅដោយសេចក្តីជ្រះថ្លានៅក្នុងព្រះធម៌ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហើយដោយប្រពៃហើយនឹងចម្រើនដោយសេចក្តីជ្រះថ្លានៅក្នុងព្រះសង្ឃហ្នឹងណាគឺសទ្ធានឹងឯងជាការកាន់យកនៅសារៈកាន់យកនៅក្លឹមរបស់កាយណាមានសទ្ធាមានសិលមានសុតចាគៈបញ្ញាហ្នឹងគឺជាសេចក្តីចម្រើនជាសារៈជាអ្នកមានខ្លួនដល់នៅសេចក្តីចម្រើនតែយើងបាននៅអត្តភាពជាមនុស្សការវិលត្រឡប់បានអត្តភាពជាមនុស្សជាការក្រហើយទាំងអត្តភាពដែលក្រហ្នឹងកំពុងតែវិនាសកំពុងតែសាបសូន្យទៅតែយើងកាន់យកនៅប្រយោជន៍មានក្លឹមនឹងបានដោយសារយើងបានជួបព្រះសម្មាសម្ពុទ្ធបានស្ដាប់នៅធម៌របស់ព្រះដ៏មានពុភេណាដូច្នេះយើងឃើញនៅសេចក្តីចម្រើនណាជាអ្នកប្រតិបត្តិប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយនៅក្នុងโลกហ្នឹងទេណាសម្គាល់ថាโลกនេះមិនគួរឲ្យត្រេកអរហើយបង្អោនចិត្តទៅដើម្បីលះបង់ណាព្រះអង្គទ្រង់ត្រាស់សម្ដែងនៅវត្ថុណាដែលយើងមិនតាន់បានលះបង់វត្ថុនោះគឺប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ទេរបស់ក្នុងโลกនេះគឺត្រូវសិក្សាត្រូវបង្អោនចិត្តទៅដើម្បីលះបង់ហើយការដែលយើងលះបង់បានហើយអាហ្នឹងទៅប្រព្រឹត្តទៅដើម្បីជាប្រយោជន៍នឹងលោកធម៌ណាលោកធម៌នៅក្នុងโลกហ្នឹងគឺពុបិសិក្សាបង្អោនទៅដើម្បីលះបង់ហ្នឹងទៅប្រព្រឹត្តទៅដើម្បីបានជាប្រយោជន៍ហ្នឹងពុទ្ធបរិស័ទនឹងឃើញនៅសេចក្តីចម្រើនហ្នឹងហើយលោកធម៌ដែលយើងត្រូវលះបង់ហ្នឹងវាមិនមែនជាការលះបង់របស់ដែលមានសារៈមានខ្លឹមសារអីទេជាការលះបង់នៅវត្ថុដែលប្រព្រឹត្តទៅមិនជាប្រយោជន៍ហ្នឹងឯងក្នុងលោកធម៌ណាទៀតហ្នឹងដូចជាយើងលះបង់នៅរោគនៅបោកនៅជំងឺនៅអាពាហ៍អញ្ចឹងណាដូចពុទ្ធបរិស័ទមានជំងឺនឹងកាត់ទៅឲ្យពេទ្យហ្នឹងព្យាបាលជំងឺហ្នឹងទៅដល់តែពេលជំងឺហ្នឹងជាទៅវាមិនមែនខាតប្រយោជន៍យើងហ្នឹងឯណាយ៉ាងណាលោកធម៌ហ្នឹងគឺធម៌ដែលមាននៅក្នុងโลกហ្នឹងពុបិសិក្សាថាយើងប្រព្រឹត្តទៅដើម្បីលះបង់ណាហើយតែបង្អោនចិត្តដើម្បីលះបង់ហើយអត់មានរឿងទេក្នុងចិត្តហើយយើងមិនលះបង់ទៅអត់ចេះតែមានរឿងហ្នឹងចឹងមែនទេណាតែយើងបង្អោនចិត្តទៅដើម្បីលះបង់វាអត់មានរឿងអីប្រៀបដូចជាលៀមមួកដែលយើងបន្ទោបង់ចោលហើយអត់កលេចមើលវិញចឹងណាឬក៏ទឹកមាត់ដែលយើងស្ដោះចោលហើយយើងអត់ទៅអោនលិតយកមកវិញចឹងមែនអត់ទេណាហ្នឹងយ៉ាងណាលោកធម៌ហ្នឹងយើងបង្អោនចិត្តលះបង់ទៅដូចជាការស្ដោះទឹកមាត់ចោលបុគ្គលបន្ទោបង់នៅលិមួកហើយដើរចេញទៅដោយមិនមានសេចក្តីអាល័យអាត្មាអញនឹងលះបង់នៅកាយនេះមែនអត់ណាដូចជាគេបន្ទោបង់ចោលនៅលិមួក
tới ruồi ở đây nèក្នុងអត្ថកថាមួយពន្យល់ការពិតដុំសាច់នេះគឺជាលាមកទេគាត់ថាអាហារដែលវាចូលទៅមួយចំណែកវាទៅជាលាមកវាចេញក្រៅគាត់ថាលាមកមួយចំណែកទៀតដុំសាច់នេះគឺជាលាមកទេវានៅចិញ្ចឹមរាងកាយហ្នឹងទៅប៉ុន្តែវាមិនបានពីអាហារដូចគ្នាបានធ្វើដូចមុខងល់ដល់គិតវាមិនយល់អីមិនតែពិតដុំសាច់ហ្នឹងជាលាមកមើលគិតតិចមើលមែនអត់យើងមិនបរិភោគបំបាយមែនទេបរិភោគអាហារមែនអត់ដល់ពេលដុំបាយហ្នឹងមួយចំណែកវាមកជាសាច់ជាឈាមមែនអត់មួយចំណែកទៀតវាមិនទៅជាម៉ូតលាមកអញ្ចឹងវាមិនលាមកដូចគ្នាគាត់ថាមួយនៅខាងក្នុងមួយវាចេញនៅខាងក្រៅអញ្ចឹងយើងតុបតែងរាល់ថ្ងៃហ្នឹងតុបតែងឲ្យអីហ្នឹងប៉ុន្តែអាលាមកដែលវាហូរចេញមកក្រៅមុនហ្នឹងយើងដូចថាអត់ស្ដាយទេមែនអត់ណាចោលទៅដោយមិនមានសេចក្តីអាឡ័យតែដល់ពេលអាកាយនេះក៏ជាលាមកដូចគ្នាដែរដុំសាច់គឺជាលាមកចឹងហើយបានពេលដែលវិញ្ញាណរលត់ទៅស្អុយដូចលាមកអត់រលួយដូចគ្នាអត់ហើយមិនឥឡូវដូចគ្នាឬក៏មិនដូចគ្នាចឹងយ៉ាប់មែនតើណាណែឥឡូវយើងមើលហ្នឹងអត្ថកថាបញ្យលក្នុងចាំមកយូរហើយដុំសាច់នេះគឺជាលាមកហើយយើងនោះស្រឡាញ់ចឹងមែនទេណាហើយតិចទៀតទៅព្រះអង្គសម្ដែងថាសរីរៈនឹងមិនដូចជាសាកសពមែនអត់ទេសាកសពខាងក្រៅក្តីខាងក្នុងក្តីដូចតែគ្នាទេជាសាកសពនឹងដូចគ្នាហ្នឹងប៉ុន្តែមិនបានយើងចេះតែយល់ខុសយល់វិបលាស់ថាលាមកហ្នឹងវាស្អាតវាល្អចឹងទៅតែយើងទៅដឹងទៅអីហ្នឹងទៅដឹងលាមកមកហ្នឹងឯងចឹងនឹងបាច់យើងផ្លូវចឹងអីទ្រាំចឹងមែនអត់ណាអវិជ្ជាវាបាត់បាំងវាមិនតាន់រួចទេអត់តាន់រួចពីក្តីល្ងឹតល្ងងហ្នឹងទៀតដល់ទៅពេលរួចទៅណាគឺបុគ្គលបន្ទោបងលាមកស្ដោះទឹកមាត់ដើរចេញមិនស្ដាយកាលណាដែលញៀននឹងអរិយញាណនឹងកើតឡើងហើយរមែងបន្ទោបងចោលនៅកាយនេះមិនស្ដាយដូចជាគេចោលនៅដោយគេបន្ទោបងលាមកហើយដើរចេញអញ្ចឹងតែcònយើងវាអត់តាន់ឃើញដូចណែឧបាសិកាម្នាក់ហ្នឹងទៅស្រឡាញ់ព្រះមហាមោគលានណាស្រឡាញ់ព្រះមហាមោគលានអញ្ចឹងទៅព្រះមហាមោគលានលោកអស់លោកភៈទោសៈមោហៈហើយលោកអត់ស្រឡាញ់វិញដូច្នេះហើយបានព្រះមហាមោគលានលោកពោលថាអូនស្រីកាយរបស់នាងហ្នឹងណាគឺនៅក្នុងកាយហ្នឹងមានលាមកប្រសិនបើគេដឹងណាគឺគេនឹងដើរចេញហើយគេដូចថាគេដើរចេញពីផ្លូវដែរប្រឡាក់ទៅដោយលាមកណាអមថាផ្លូវហ្នឹងកន្លែងគេបន្ទោបងលាមកដូចយើងដើរទៅដូចថាជួរហ្នឹងវាសិតតែកន្លែងគេបន្ទោបងលាមកយើងដើរចូលទៅផ្លូវហ្នឹងឬគេចចេញយើងគេចចេញព្រះមហាមោគលានណាលោកពោលព្រោះថាកាយរបស់ប្អូនស្រីហ្នឹងមានលាមកបើគេដឹងគេដើរគេចចេញដូចគេចចេញពីផ្លូវដែលមានលាមកនារដូវភ្លៀងអាលាមកហ្នឹងភ្លៀងធ្លាក់មកទៀតណាហ្នឹងអញ្ចឹងទៅដឹងបាសិកាហ្នឹងពោលមិនហ្នឹងលោកម្ចាស់ពោលហ្នឹងលោកម្ចាស់ពោលយ៉ាងណាគឺពិតជាយ៉ាងនោះហើយក៏ប៉ុន្តែមានបរិះពួកខ្លះក៏លិចលង់នៅក្នុងកាយហ្នឹងដែរយើងដាក់បំបត្តិពេកមកគួរសមដែរទេណាលោកម្ចាស់ពោលហ្នឹងវាពិតហើយក៏ប៉ុន្តែវាមានបរិះខ្លះហ្នឹងក៏
lịch luôn được nông cái nộp đài nè thao miền địa vụ mến mà thấy lời mơ miền bờ na ruồi bị cái này nè on ruồi chứ nè và mình toàn ban sầm ra chả na kia bị mẹ na kia bị mẹ mình toàn ca la thế giờ toàn ở ca mà đi kiện nó ở ruồi chứ ở ruồi bia cài đại pre mà ham bầu cái liền pol nè thế nè bà sĩ ca nâng pol này nâng bờ ruồi nhôm kịch mở thế nè ta lục mà chặt pol pia nâng bật chẳng hay còn thấy miền bờ đó buộc lá và buộc lá nâng mẹ nó sưng phụp bay món thế nè hỏi từ đây nông ca một phụp ấy nâng rơm rồi còn lịch luôn được nông cài nè này nè lập nè tới nè là tới thằng kê tầm miền nè mày tới mới tròn co sờ lắp luôn ai vậy chẳng có tầm miền này thế nè nâng về miền á về miền ảo về chì nâng bật bàn tôi cho này hãy dừng sạch xa dừng sạch đạp thua rồi bỏ bê hệ đấy dựa bục cồn á bàn dân đăng thảo miền bê hệ đấy dựa để lô bàn rùa trong pi cài nâng lô bằng áo chặt tới cứ thà lẽ bong nơi cài nâng để thà đôi chỉ rô chỉ bô chỉ so chỉ ở piết chỉ rồi bỏ lùm pa nâng cứ lô lẽ bong trao tới đôi cái bần tô bong liền mộ hái đó từng mọt đời chênh dẫn á thì ọt sẽ đà vậy nâng cài vì trong sọ đào bạc chờ này và phần thái đào tài nè đào tài chờ cái việc từ nơi địa kia tô xạ mô hạ thì vì say mô hạ nâng từ việc bật bằng á thế là việc bật bằng là ròm nâng á mình ơi khơi thà chia rồi bỏ để cua lẹ bong á chẳng tới vì nơi trề hết bạn vì một bret tới nơi nông vip lá miền bản cho nó được nông vip lá sốt nè vip lá miền bay thì muối ấy kể chặt tàu vip lá và nhà vip lá hay nâng tịch thế vip lá miền vip lá chẳng bay nâng miền đây thà tầm con kho này rồi bỏ đây mình tiếng ha là tiền rồi bỏ đây chia tốt sọc rồi bỏ đây mình mền cuốn chỉ cuốn rồi bỏ đây mình xả vậy là ngại về miền cả kịch kho chăm kho dồn kho màu vì miền vip là nó cứ là nông vip là sốt đấy rồi sốt này nó tiền thấy giỡn vì nơi nông này bàn sủng cò cài nó thật sạch thật tiền sọc cái cài nó và bọn truồng trăng sủng đáy và bục cô để xa cài nó đôi sủng cò thà mình miền rô á sủng bày tè mình tích á mình miền ở vậy cài bị ca mình trăng đấng nữ ở đây sạch chặt phù tê ấy mà đặt tay bị rụp cài nó vì trong sọ đào bạc trơn hà phù tru bát tây thiệt ở bao thiệt tê châu thiệt bia vô thiệt ca sát thiệt này ấy đặt tay ông pi thiệt nó người miền thua đặt tay thiệt cụ cái này chỉ kêu sao mong nó miền ở trên đó miền rìa ké tổ xã mổ hạ bàn tròn truồng trăng tay ao bị cổ tiếng lai nó bị cha rần na nơi chặt này ha để xào món đòi rìa ké tổ xã mổ hạ ở cà chia ông vai được nông tụ tề dễ vật tu liệt sổ cái đó rồi chia cái mùi ấy tụ tề dễ vật tu liệt sổ ấy về mối về pi ấy năng lời bày năng tiền nó oi pi cha rana nơi chặt ní xào món đòi rìa ké tổ xã mổ hạ ở cà chia ông vaiให้ฟุตบอลเด็กสัตว์สดับให้พิจารณาให้หมดจัดแต่เรียกเกี่ยนังเมียนปัดเมนอ่ะเรียกเกี่ยสิกระไดสิกระไดเตรจอเมียนปัดเมนอ่ะเรียกเกี่ยได้ประเด็นในองค์การบุคคลพรำเมียนรูปสำเร็จพลันรัวออดตะเปียจิตีเตรจอจิตีสลายประกอบโดยการป่วยการดมเรกนั่งไง
សេចក្តីត្រេកអរហ្នឹងមានពិតមែនអត់មានពិតមែនណាដំបូងដែលយើងត្រូវសង្កេតឲ្យដឹងថាមានពិតមែនជារូបធម៌ឬក៏ជានាមហ្នឹងហើយជានាមធម៌សេចក្តីស្រឡាញ់ហ្នឹងណាដែលជាទុក្ខសមុទយៈព្រះអង្គត្រាស់ថាជាទុក្ខសមុទយៈគឺជាហេតុដែលនាំឲ្យកើតទុក្ខហ្នឹងគឺមានពិតមែនដែលដតីអំពីរូបច្បាស់លាស់ទេណាលើកំណត់នាមរូបច្បាស់លាស់នៅគ្រប់គ្នាហ្នឹងអត់តាន់ច្បាស់ទេបញ្ញាប់បញ្ញាល់ឡើងទេណាហ្នឹងហើយដើម្បីចូលទៅកាន់ភូមិរបស់ព្រះអរិយៈដូច្នេះយើងមើលដតីអំពីបរោះបុគ្គលហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងមិនមានធាតុ6បតវ័យធាតុអបោធាតុតេជោធាតុវាយោធាតុអាកាសធាតុហើយនឹងវិញ្ញាណធាតុវិញ្ញាណធាតុវាមានចំណែកនៃពួកធម៌តែការរួមជាមួយវិញ្ញាណហ្នឹងដូចជាចិត្តប្រកបដោយរាគៈនេះហើយទោសៈសេចក្តីក្រោធណាសេចក្តីក្រោធហ្នឹងមានពិតមែនទេណាទោសៈហ្នឹងសេចក្តីក្រោធការខឹងក្រោធហ្នឹងគឺមានពិតមែនទេទាំងរាល់គ្នាធัวហ្នឹងធ្លាប់គ្របសង្កត់ចិត្តអត់តបហើយមោហៈមានពិតមែនទេណាហ្នឹងហើយមោហៈហ្នឹងមានពិតមែនដតីអំពីរូបរូបកាយហ្នឹងហើយដតីពីហ្នឹងវាមានធัวដតីហ្នឹងទៀតគឺនាមធัวនេះមានរាគៈទោសៈមោហៈនេះដែលយើងអាចកំណត់ដឹងធ្វើឲ្យជាក់ច្បាស់បានហ្នឹងដឹងថាហ្នឹងគឺជានាមធัวជាអកុសលធម៌នឹងសង្កេតពិនិត្យពិចារណានៅធម៌ក្នុងធម៌ទាំងឡាយនឹងជាខាងក្នុងពិចារណានៅធម៌ក្នុងធម៌ទាំងឡាយនឹងជាខាងក្រៅពិចារណានៅធម៌បាននៅក្នុងធម៌ហ្នឹងទេណាក្នុងធម៌ហ្នឹងគឺព្រះអង្គទ្រង់ត្រាស់សម្ដែងក្នុងបេដកអត្ថកថាលេខ27ទំព័រ203នៅក្នុងតតិយសូត្រព្រះអង្គប្រកាសសម្ដែងអំពីរឿងរាគៈទោសៈនិងមោហៈនឹងទៀតណាជួនឲ្យកងអង្គុយលើកៅអីទៅណាដាក់កងលើកៅអីចុះកុំឲ្យអង្គុយក្រោមទេណាបាទអញ្ជើញអង្គុយលើកៅអីស្រួលបាទបាទកងសេមទេណាហ្នឹងហើយបែកកងយូរហើយបានជួបស្ដាប់ធម៌រូបនឹងចាស់ចរិយាហើយណាកងណាបាទសាធុនេះណាសាធុអញ្ចឹងយើងស្ដាប់ព្រះធម៌ព្រះអង្គសម្ដែងមកដើម្បីបានឱកាសកំណត់ដឹងនាមធម៌តាមរយៈរាគៈទោសៈមោហៈហើយយើងបានជាច្បាស់ថារាគៈឬក៏ថាជាកាមឆន្ទៈហ្នឹងមានមែនតែនឹងមិនមែនរូបធម៌ទេគឺជានាមធម៌ហ្នឹងកុំឲ្យយល់ខុសថារាគៈហ្នឹងជាយើងជាសត្វជាបរិសុទ្ធជាស្ត្រីឬក៏ជាអ្នកដតីអីកុំឲ្យយល់ខុសហ្នឹងតែយើងយល់ខុសថារាគៈហ្នឹងជាខ្លួនយើងឬជាអ្នកដតីកន្លែងហ្នឹងយល់ខុសហើយណាផ្ដើមប្រព្រឹត្តទៅដើម្បីដឹងសច្ចៈធម៌ហ្នឹងគឺដើម្បីឲ្យដឹងនៅធម៌ហ្នឹងតាមសេចក្តីពិតតែព្រះអង្គទ្រង់ត្រាស់សម្ដែងជាមួយនឹងព្រះអនន្តមនាលអនន្តមិនមានការដឹងណាឲ្យប្រសើរជាងការដឹងធម៌តាមសេចក្តីពិតនេះទេតែការដឹងធម៌តាមសេចក្តីពិតហ្នឹងគឺលះបង់នៅសេចក្តីយល់ខុសណាបានទេទេណាតែលះបង់នៅទិដ្ឋិលះបង់នៅសកាយទិដ្ឋិហ្នឹងបានយើងឈានទៅលះបង់រាគៈទោសៈមោហៈបានព្រះអង្គទ្រង់ត្រាស់សម្ដែងហើយបើបុគ្គលនឹងមិនលះបង់នៅសកាយទិដ្ឋិវិជិកិច្ឆាសីលពតបរាមាសៈនឹងទេនឹងឲ្យទៅលះបង់រាគៈទោសៈមោហៈបានដោយហេតុណាហេតុនោះមិនមានទេដូច្នេះអ្នកបដិបត្តិហ្នឹងប្រព្រឹត្តទៅចាប់ផ្ដើមសង្កេតដឹងនៅធម៌ហ្នឹងទេណាគឺដឹងទៅតាមសេចក្តីពិតហើយឥឡូវយើងស្ដាប់ក៏ស្ដាប់ច្រើនមកហើយយើងនិយាយច្រើនមកហើយតទៅវាត្រូវសង្កេតឲ្យឃើញថាតើ
បន្ទាប់ពីឃើញហើយរាគៈនឹងធ្លាប់មានទោសៈមោហៈនឹងធ្លាប់មានឬអត់ហ្នឹងដែលយើងត្រូវឲ្យដឹងធម៌ហ្នឹងដែលកើតឡើងខាងក្នុងគឺយើងដឹងដោយខ្លួនឯងសន្តិតិកោសង្កេតពិនិត្យនៅពេលដែលធម៌នោះមានបច្ច័យតតែងឲ្យកើតឡើងហ្នឹងបានព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងតតិយៈសូត្រទី8ហ្នឹងថាមនាលភិក្ខុទាំងឡាយបើបរិពាជក់ជាអន្តេរតីគបីសួរអ្នកទាំងឡាយយ៉ាងនេះថាមនាលអវុសោទាំងឡាយធัวទាំងឡាយអំបាលមាននេះអំបាលនេះមាន3យ៉ាងធัวទាំង3យ៉ាងតើដូចម្ដេចគឺរាគៈ1ទោសៈ1មោហៈ1មនាលអវុសោទាំងឡាយធัวមាន3យ៉ាងនេះឯងមនាលអវុសោទាំងឡាយធัวទាំង3យ៉ាងនេះផ្លែកគ្នាដូចម្ដេចមានអត្ថបាយដូចម្ដេចមានសេចក្តីផ្សេងគ្នាដូចម្ដេចមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកាលត្រូវគេសួរយ៉ាងនេះហើយគប្បីព្យាករដូចម្ដេចដល់ពួកបរិពាជក់ជាអន្តេរតីទាំងអបាលនោះព្រះអង្គដ៏ចម្រើនធัวទាំងឡាយរបស់យើងខ្ញុំព្រះអង្គមានព្រះដ៏មានវិភាកជាទីតាំងមានព្រះដ៏មានវិភាកជាអ្នកណែនាំមានព្រះដ៏មានវិភាកជាទីពឹងព្រះអង្គដ៏ចម្រើនយើងខ្ញុំព្រះអង្គសូមព្រះរាជទានឱកាសសូមព្រះដ៏មានវិភាកបំភ្លឺសេចក្តីនៃភាសិទ្ធនោះឲ្យទានភិក្ខុទាំងអំបាលបានស្ដាប់ព្រះដ៏មានវិភាកហើយនឹងចងចាំទុកមនាលភិក្ខុទាំងឡាយបើដូច្នោះអ្នកទាំងឡាយចូលប្រុងស្ដាប់ចូលធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះតថាគតនឹងសម្ដែងមនាលភិក្ខុទាំងអំបាលនោះទទួលព្រះពុទ្ធដីការបស់ព្រះមានវិភាកថាប្រកាសណាព្រះអង្គព្រះដ៏មានវិភាកទ្រង់ត្រាស់ដូច្នេះថាមនាលភិក្ខុទាំងឡាយបើពួកបរិពាជក់ជាអន្តេរតីគប្បីសួរយ៉ាងនេះថាមនាលអវុសោទាំងឡាយធัวទាំងអំបាលនេះមាន3យ៉ាងធัว3យ៉ាងតើដូចម្ដេចគឺរាគៈ1ទោសៈ1មោហៈ1មនាលអវុសោទាំងឡាយធัวមាន3យ៉ាងនេះឯងមនាលអវុសោទាំងឡាយធัวទាំង3យ៉ាងនេះប្លែកគ្នាដូចម្ដេចមានអត្ថបាយដូចម្ដេចមានសេចក្តីផ្សេងគ្នាដូចម្ដេចមនាលភិក្ខុទាំងឡាយកាលអ្នកទាំងឡាយត្រូវគេសួរយ៉ាងនេះហើយគប្បីដោះស្រាយដល់ពួកបរិពាជក់ជាអន្តេរតីអំបាលនោះយ៉ាងនេះថាមនាលអវុសោទាំងឡាយរាគៈមានទោសតិចប៉ុន្តែក្រសាប្រលៀបរាគៈហ្នឹងណាមានទោសតិចតែក្រសាប្រលៀបត្រូវដោះស្រាយយ៉ាងនេះតើមានសេចក្តីផ្សេងគ្នាដូចម្ដេចមានអត្ថបាយដូចម្ដេចហ្នឹងណាគប្បីដោះស្រាយបើគេសួរថារាគៈហ្នឹងវាមានសេចក្តីផ្លែកគ្នាដូចម្ដេចណាមានអត្ថបាយដូចម្ដេចមានសេចក្តីផ្សេងគ្នាដូចម្ដេចយើងត្រូវដោះស្រាយថានេះព្រះអង្គទ្រង់សម្ដែងព្រះអង្គឲ្យចម្លើយមានពួកបរិពាជក់អន្តេរតីហ្នឹងសួរដូច្នេះទេណានឹងឲ្យដោះស្រាយថារាគៈមានទោសតិចប៉ុន្តែក្រសាប្រលៀបទោសៈមានទោសច្រើនប៉ុន្តែឆាប់សាប្រលៀបមោហៈមានទោសច្រើនផងក្រសាប្រលៀបផងមនាលអវុសោទាំងឡាយបាទឥឡូវយើងប៉ណ្ណឹងសិនណារាគៈមានទោសតិចក្រសាប្រលៀបទោសៈមានទោសច្រើនតែឆាប់សាប្រលៀបមោហៈមានទោសច្រើនផងក្រសាប្រលៀបផងត្រូវអធិប្បាយអញ្ចឹងហើយដល់ទៅពេលយើងអធិប្បាយទៅយើងត្រូវដឹងថានៅខាងក្នុងយើងមានរាគៈអត់មានទោសៈមានអត់មានមោហៈមានអត់មានចុះរាគៈដែលមានទោសតិចតែក្រសាប្រលៀបនោះដូចម្ដេចបានអត្តកថាពន្យល់រឿងបរិសម្នាក់ដែលស្រឡាញ់ភរិយាហើយភរិយាហ្នឹងក៏មានបរិសថ្មីអញ្ចឹងទៅសម្លាប់ប្តីនឹងចោលដល់ពេលប្តីនឹងស្រឡាញ់ប្រពន្ធដល់ពេលត្រូវសម្លាប់ទៅកើតជាពស់ខៀវនៅនឹងផ្ទះហ្នឹងអាហ្នឹងជាប់មកហើយកើតទៅជាពស់ហ្នឹងហើយនៅស្រឡាញ់ភរិយាហ្នឹងទៀតចឹងទៅឃើញភរិយាហ្នឹងដើរមកចំពីក្រោមខ្លួនឯងក៏ទម្លាក់លើខ្លួនទៅភរិយាហ្នឹងដឹងថាមុខប្តីហ្នឹងហើយឲ្យគេសម្លាប់ទៀតហើយដល់ពេលចឹងទៅស្លាប់ពីពស់ហ្នឹងទៅកើតជាកូនឆ្កែនៅក្នុងផ្ទះហ្នឹងទៀតនៅស្រឡាញ់មួយជាតិពីរជាតិចូលជាតិទី3ហ្នឹងណាតែជាតិជាមនុស្សមួយណាស្រឡាញ់ភរិយាមកកើតជាពស់ខៀវមកកើតជាកូនឆ្កែឲ្យតែភរិយានឹងដើរទៅណាដើរទៅតាមដែរភរិយានោះដឹងនៅស្រឡាញ់តជាតិចឹងទេណា
ក្រសាប្រលៀបណាស្រឡាញ់មួយជាតិនឹងហើយតាមស្រឡាញ់ជាតិក្រោយទៀតទៅជាតិក្រោយតាមស្រឡាញ់ទៀតនឹងស្រឡាញ់បណ្ណាហើយទៀតណាអ្នកខ្លះសួរទៅថាមិនបានជួបគ្នាជាតិនឹងហើយជាតិក្រោយជួបទៀតថាអត់ទេអត់ជួបទេជាតិក្រោយអត់ជួបទេណាណាណាដល់តែពេលកើតជាកូនឆ្កែទៅភាគយានឹងដឹងទៀតចេះតែដើរតាមទៅឲ្យគេសម្លាប់កូនឆ្កែនឹងទៀតស្លាប់ពីកូនឆ្កែនឹងទៅហើយកើតទៅជាកូនគោទៀតកើតកូនគោនឹងទៅហើយឲ្យតែម្ចាស់នឹងទៅណាកូនគោនឹងយ៉ាដើរតាមទៅស្រឡាញ់ភរិយាហ្នឹងទៀតភរិយានឹងដឹងណាដឹងទៅឲ្យគេសម្លាប់កូនគោនឹងទៀតទៅអស់ប្រមាណជាតិហើយ4ជាតិហើយមកជាតិទី5នឹងកើតនៅក្នុងពោះនារីនឹងហ្មងទៀតយើងមើលអានឹងសេចក្តីស្រឡាញ់ហ្នឹងណារាគៈហ្នឹងមានទោសស្រាលតែក្រសាប្រលៀបណា4-5ជាតិហើយក៏នៅតែស្រឡាញ់យើងមើលវាក្រសាប្រលៀបចឹងហើយទៅដល់ទៅពេលកើតមកទេណាដល់ពេលកើតមកចាំជាតិបានចាំជាតិថាអូស្ត្រីនេះមិនមែនជាម្ដាយយើងទេជាសត្រូវចាំអញ្ចឹងសម្រាប់យើងកាលនៅជាមនុស្សសម្រាប់យើងកាលកើតមកជាពស់ខៀវសម្រាប់យើងកាលកើតជាកូនឆ្កែនៅផ្ទះហ្នឹងសម្រាប់យើងកាលកើតជាកូនគោចាំជាតិ4ជាតិតគ្នាអញ្ចឹងទៅវាថ្មីទេណាហ្នឹងហើយក្នុងសម័យព្រះសម្មាសម្ពុទ្ធនៃយើងនេះឯងទៀតដល់ទៅពេលកើតមកម្ដាយនឹងប៉ះអត់បានទេប៉ះយំស្រែកហ្មងភ័យខ្លាចម៉ែនឹងសម្លាប់ចោលទៀតទេណាអញ្ចឹងទៅដល់ទៅពេលធំមកចេះនិយាយទៅតានឹងសួរថាចុះណាពីតានឹងសួរមិនបានចៅនឹងចេះតែម្ដាយនឹងប៉ះអត់បានណាបាននិយាយប្រាប់រឿងរ៉ាវហ្នឹងថាស្ត្រីនេះជាសត្រូវនឹងខ្ញុំសម្រាប់ពីតាំងពីកំណើតដីប្រពន្ធជាមួយគ្នារហូតមកដល់ចុងក្រោយហ្នឹងដល់ពេលអញ្ចឹងទៅតានឹងក៏អោបចៅនឹងយំពីអ្នកចៅនឹងទៅមិននឹកឃើញថាអូយើងមិនគួរមកកើតនៅក្នុងទីនេះទេអញ្ចឹងទៅក៏នាំគ្នាពីអ្នកតាចៅនឹងទៅបួសទៅទៀតណាអញ្ចឹងយើងទៅបួសដែរទៅបួសទៅក៏បានសម្រេចជាព្រះអរហន្តទាំងពីរអង្គទៅសូមអនុមោទនីនឹងឯងដែលថារាគៈហ្នឹងវាមានទោសស្រាលតែក្រសាប្រលៀបមួយជាតិ2ជាតិ3ជាតិទៅហើយទេណាតាមស្រឡាញ់ហ្នឹងទៀតហ្នឹងហើយទោសៈមានទោសធ្ងន់តែឆាប់សាប្រលៀបថាអ្នកណាមានសេចក្តីក្រោធអីចឹងបន្ទុះមេត្តាបិតាតែដៀលព្រះអរិយបុគ្គលអីចឹងណាប៉ុន្តែដល់ទៅពេលឈប់ក្រោធទៅត្រឡប់មកសុំទោសវិញកម្មហ្នឹងគឺមកប្រកដីវិញណាហ្នឹងចឹងហើយមោហៈហ្នឹងមានទោសធ្ងន់ណាមានទោសធ្ងន់ហើយក្រសាប្រលៀបនឹងទៅទៀតហ្នឹងគឺថាគង់វែងវិបរិតសម្គាល់ខុសទៅជាប់តគ្នាក្នុងវដ្តសង្សារនឹងតែម្ដងមោហៈហ្នឹងហើយបានសេចក្តីតទៅទៀតបានបានព្រះអង្គសម្ដែងតទៅទៀតដើម្បីលើកបញ្ហាហ្នឹងណាមនាលអវុសោទាំងឡាយចុះអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យរាគៈដែលមិនតាន់កើតឡើងឲ្យកើតឡើងក្តីរាគៈដែលកើតឡើងហើយឲ្យរឹងរិតតែចម្រើនឡើងក្តីគួរដោះស្រាយថាសុភនិមិត្តអារម្មណ៍ដែលល្អកាលបុគ្គលនោះធ្វើទុកក្នុងចិត្តនៅសុភនិមិត្តដោយមិនជាឧបាយនៃបញ្ញារាគៈដែលមិនតាន់កើតឡើងក៏កើតឡើងផងរាគៈដែលកើតឡើងហើយក៏រឹងរិតតែចម្រើនឡើងផងមនាលអវុសោនេះជាហេតុនេះជាបច្ច័យដែលនាំឲ្យរាគៈដែលមិនតាន់កើតឡើងឲ្យកើតឡើងផងរាគៈដែលកើតឡើងហើយឲ្យរឹងរិតតែចម្រើនឡើងផងមានន័យថារាគៈដែលមិនតាន់កើតឡើងហើយកើតឡើងនឹងមានហេតុមានបច្ច័យគឺសុភនិមិត្តមានន័យថាអារម្មណ៍ដែលល្អដូច្នេះរូបអារម្មណ៍នឹងវាមានពីរព្រះអង្គទ្រង់ត្រាស់សម្ដែងវាគួរសែបមួយមិនគួរសែបមួយរូបណាដែលញ៉ាំងនៅរាគៈទោសៈមោហៈអកុសលធម៌នឹងឲ្យចម្រើនឡើងរូបនឹងមិនគួរសែបរូបណាដែលញ៉ាំងនៅសេចក្តីជ្រះថ្លាញ៉ាំងនៅកុសលឲ្យកើតឡើងរូបនោះគួរសែបហ្នឹងវាត្រូវចែកអារម្មណ៍ដែលល្អនោះវាចែកជាពីរតោះនេះឡើងហ្នឹងទេណាហ្នឹង
រាគៈដែលកើតឡើងក៏រឹងរិតតែចម្រើនឡើងហ្នឹងគឺដោយអារម្មណ៍ដែលល្អសុភនិមិត្តនឹងឯងមនាលអវុសោទាំងឡាយនេះជាហេតុនេះជាបច្ច័យដែលនាំឲ្យរាគៈដែលមិនតាន់កើតឡើងឲ្យកើតឡើងផងរាគៈដែលកើតឡើងហើយឲ្យរឹងរិតតែចម្រើនឡើងផងមនាលអវុសោទាំងឡាយចុះអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យទោសៈដែលមិនតាន់កើតឡើងឲ្យកើតឡើងបានក្តីទោសៈដែលកើតឡើងហើយឲ្យរឹងរិតតែចម្រើនឡើងក្តីគួរដោះស្រាយថាបដិខៈនិមិត្តមានន័យថាអារម្មណ៍ដែលទាស់ចិត្តនឹងអារម្មណ៍ដែលទាស់ចិត្តនឹងឯងរមែងញ៉ាំងទោសៈដែលមិនតាន់កើតឡើងឲ្យកើតឡើងហើយទោសៈដែលកើតឡើងហើយឲ្យរឹងរិតតែចម្រើនឡើងគឺបដិខៈនិមិត្តអារម្មណ៍ដែលទាស់ចិត្តនឹងដូច្នេះសូម្បីរាគៈក្តីទោសៈក្តីហ្នឹងគឺជាធម៌ដែលកើតអំពីបច្ច័យធម៌ដែលមាននៅក្នុងយើងហ្នឹងណាដូច្នេះរាគៈជាធម៌កើតអំពីបច្ច័យឬក៏ជាបុគ្គលជាធម៌ដែលកើតអំពីបច្ច័យទេរួចហើយទៅពោលថាបុគ្គលនេះមានរាគៈហ្នឹងគឺជាវោហាទៅទេតែដោយពិតរាគៈហ្នឹងគឺមានបច្ច័យតតែងឲ្យកើតឡើងប្រៀបដូចជាសម្លេងដែលយើងឮពេលនេះអញ្ចឹងហ្នឹងសម្លេងហ្នឹងមុនឮមានអត់ទេកាលណាមានហេតុមកក៏ឲ្យកើតឡើងឮហើយនៅទៀងឬក៏បាត់ទៅវិញហ្នឹងបាត់ទៅវិញបាត់ពិតចឹងមែនទេណាហ្នឹងហើយបើសិនជាយើងចាប់អាការកើតឡើងនៃសម្លេងហ្នឹងកើតរលត់បានពិតដូច្នេះបានហើយធัวទាំងអស់ឲ្យតែប្រកបត្រូវតែមានបច្ច័យតតែងឲ្យកើតឡើងរួចហើយរលត់ទៅវិញមិនមែនតែសម្លេងមួយទេយល់បានអីចឹងដូច្នេះទើបធ្វើឲ្យបុគ្គលហ្នឹងឃើញតាមសេចក្តីពិតថានោះមិនមែនរបស់អញនោះមិនមែនជាអញនោះមិនមែនជាខ្លួនរបស់អញព្រោះឃើញធัวហ្នឹងគឺកើតហើយរលត់នេះឯងនេះគឺជាញាណដ៏ប្រសើរល្មមពុទ្ធបរិស័ទល្មមអាចឃើញបានទៀតមកសម័យដែលយើងបានជួបធម៌របស់ព្រះសម្មាសម្ពុទ្ធគឺសច្ចៈធម៌ដែលកើតអំពីបច្ច័យឲ្យរលត់ទៅវិញហ្នឹងវាអត់មានអីកំបាំងទេគង់តែពុទ្ធបរិស័ទអាចជាច្បាស់ហើយដល់ពេលឃើញធម៌ហ្នឹងកើតរលត់ហើយពុទ្ធបរិស័ទអត់ស្ដាយអីទេអត់ស្ដាយអីទេស្ដាយអីធម៌ដែលកើតរលត់ហ្នឹងគឺអស់ច្រើនណាស់ហើយទោះបីយើងស្ដាយក៏មិនអាចហាមឃាត់បានប្រៀបដូចជាមេដាដែលមានកូន11នាក់អញ្ចឹងណាកូនគេសម្លាប់កូនទី1កូនទី2យំសោកបោកខ្លួនគេសម្លាប់កូនទី3គេសម្លាប់កូនទី4កូនណាក៏គេយកទៅសម្លាប់ទាំងអស់ដល់តែពេលកូននៅសល់ចុងក្រោយនឹងទៀតលេងយំហ្មងទេលេងយំណាដឹងថាគង់តែស្លាប់ដល់ដែលអញ្ចឹងទៅវាលេងយំយ៉ាងណាកាលដែលបុគ្គលហ្នឹងគឺបានដឹងថាគ្រប់ធัวទាំងអស់ដែលកើតឡើងគង់រលត់ទៅវិញអញ្ចឹងអាការបន្តកើតមកនៃសង្ខារធัวនេះក៏គង់តែរលត់ទៅវិញដូចគ្នាគង់តែអស់ដូចគ្នាឥឡូវស្ដាយអីណាបាច់ចាំខ្លាចថាអូគេបៀតបៀនយើងអីមិនទេណាទោះបីមិនមានអ្នកណាបៀតបៀនយើងក៏រូបនឹងឯងជាអ្នកបៀតបៀនហើយស្រេចបើមិនចង់ឲ្យគេបៀតបៀនមិនចង់មានការបៀតបៀនវាតតែកុំមានរូបតតែកុំមានវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងតតែព្រះនិព្វានបានអត់មានការបៀតបៀនអីនៅក្នុងโลกនេះយើងរត់ទៅណាដែលឲ្យរួចពីការបៀតបៀនមានទេណាអត្តនៃសច្ចៈហ្នឹងមានអត្តថាម៉េចហ្នឹងហើយបៃលណដ្ឋោតែកើតហើយគឺគួរថាជាការបៀតបៀនឥឡូវគិតកិច្ចទៅណារោអ្នកណាឲ្យជួយកុំឲ្យបៀតបៀនបានទេមានតែនិព្វានទេបានអាចជួយយើងបានក៏រោនិព្វាននោះតើតែបានសម្រេចអមតៈមហានិព្វានហ្នឹងគឺលែងមានធម្មជាតិដែលបៀតបៀនហើយបើថានៅតែមានរូបមិនរួចខ្លួនទេការបៀតបៀនហ្នឹងនៅតែមានហ្នឹងឯងដូច្នេះហើយបាននៅត្រង់ហ្នឹងឯងដែលលះបង់នៅសេចក្តីអាល័យបានណាប្រព្រឹត្តទៅដើម្បីសេចក្តីនឿយណាយហ្នឹងឯងទៀតហ្នឹងព
គួរដោះស្រាយថាបដិខនិមិត្តអារម្មណ៍ដែលទាស់ចិត្តកាលបុគ្គលនោះធ្វើទុកក្នុងចិត្តនៅបដិខនិមិត្តដោយមិនជាឧបាយនៃបញ្ញាទោសៈដែលមិនតាន់កើតឡើងក៏កើតឡើងផងទោសៈដែលកើតឡើងហើយក៏រឹងរិតតែចម្រើនឡើងផងមនាលវុសោទាំងឡាយនេះជាហេតុនេះជាបច្ច័យដែលនាំឲ្យទោសៈដែលមិនតាន់កើតឡើងឲ្យកើតឡើងផងទោសៈដែលកើតឡើងហើយឲ្យរឹងរិតតែចម្រើនឡើងផងមនាលវុសោទាំងឡាយចុះអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យមោហៈដែលមិនតាន់កើតឡើងឲ្យកើតឡើងក្តីមោហៈដែលកើតឡើងហើយឲ្យរឹងរិតតែចម្រើនឡើងក្តីគួរដោះស្រាយថាអយោនិសោមនសិការៈការមិនធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាកាលបុគ្គលនោះមិនធ្វើទុកក្នុងចិត្តដោយឧបាយនៃបញ្ញាមោហៈដែលមិនតាន់កើតឡើងក៏កើតឡើងផងមោហៈដែលកើតឡើងហើយក៏រឹងរិតតែចម្រើនឡើងផងមនាលអវុសោទាំងឡាយនេះជាហេតុនេះជាបច្ច័យដែលនាំឲ្យមោហៈដែលមិនតាន់កើតឡើងឲ្យកើតឡើងផងមោហៈដែលកើតឡើងហើយឲ្យរឹងរិតតែចម្រើនឡើងផងមនាលអវុសោណាទាំងឡាយចុះអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យរាគៈដែលមិនតាន់កើតឡើងមិនកើតឡើងបានក្តីរាគៈដែលកើតឡើងហើយក៏លះបង់ចេញបានក្តីគួរដោះស្រាយថាអសុភនិមិត្តអារម្មណ៍ដែលមិនល្អកាលបុគ្គលធ្វើទុកក្នុងចិត្តនៅអសុភនិមិត្តដោយឧបាយនៃប្រាជ្ញាដោយឧបាយនៃបញ្ញារាគៈដែលមិនតាន់កើតឡើងក៏មិនកើតឡើងរាគៈដែលកើតឡើងហើយក៏លះបង់ចេញបានផងណាមនាលអវុសោទាំងឡាយនេះជាហេតុនេះជាបច្ច័យដែលនាំឲ្យរាគៈដែលមិនតាន់កើតឡើងមិនកើតឡើងបានផងរាគៈដែលកើតឡើងហើយក៏លះបង់ចេញបានផងផ្ទុយពីគ្នាទៀតណាមនាលអវុសោទាំងឡាយចុះអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យទោសៈដែលមិនតាន់កើតឡើងមិនកើតឡើងបានក្តីទោសៈដែលកើតឡើងហើយឲ្យលះបង់ចេញបានក្តីគួរដោះស្រាយថាមេត្តាចេតោវិមុតតិមេត្តាការចម្រើនមេត្តានេះធ្វើឲ្យទោសៈដែលមិនតាន់កើតឡើងមិនកើតឡើងទោសៈដែលកើតឡើងហើយអាចលះបង់បានគឺការចម្រើនមេត្តានឹងឯងមេត្តាចេតោវិមុតតិគ្រឿងរួចផុតនៃចិត្តដោយអំណាចមេត្តាកាលបុគ្គលនោះធ្វើទុកក្នុងចិត្តនៅមេត្តាចេតោវិមុតតិដោយឧបាយនៃបញ្ញាទោសៈដែលមិនតាន់កើតឡើងក៏មិនកើតឡើងផងទោសៈដែលកើតឡើងហើយក៏លះបង់ចេញបានផងមនាលវុសោទាំងឡាយនេះជាហេតុនេះជាបច្ច័យដែលនាំឲ្យទោសៈដែលមិនតាន់កើតឡើងមិនឲ្យកើតឡើងផងទោសៈដែលកើតឡើងហើយក៏លះបង់ចេញបានផងមនាលវុសោទាំងឡាយអ្វីជាហេតុអ្វីជាបច្ច័យដែលនាំឲ្យមោហៈដែលមិនតាន់កើតឡើងមិនឲ្យកើតឡើងក្តីមោហៈដែលកើតឡើងហើយឲ្យលះបង់ចេញបានក្តីគួរដោះស្រាយថាយោនិសោមនសិការៈការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាកាលបុគ្គលនោះធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាមោហៈដែលមិនតាន់កើតឡើងក៏កើតឡើងបានផងមោហៈដែលកើតឡើងហើយក៏លះបង់ចេញបានផងមនាលវុសោទាំងឡាយនេះជាហេតុនេះជាបច្ច័យដែលនាំឲ្យមោហៈដែលមិនតាន់កើតឡើងមិនកើតឡើងផងមោហៈដែលកើតឡើងហើយក៏លះបង់ចេញបានផងសូមអនុមោទនីទៀតដូច្នេះយើងស្ដាប់មើលនៅត្រង់ចំណុចនេះពិសេសណាពីព្រោះយើងនិយាយគ្នាខាងដើមមកយើងថារាគៈទោសៈមោហៈមាននៅខាងក្នុងមែនអត់ទេណាហ្នឹងហើយរាគៈទោសៈមោហៈនេះតើមានបរិយាយដូចម្ដេចសេចក្តីផ្សេងគ្នាដូចម្ដេចសេចក្តីប្លែកគ្នាដូចម្ដេចដូច្នេះយើងត្រូវចាំតាមព្រះអង្គរាគៈមានទោសស្រាលតែក្រសាបរលាបទោសៈមានទោសធ្ងន់តែអបសាបរលាបមោហៈមានទោសធ្ងន់ផងហើយក្រសាបរលាបផងហើយហេតុបច្ច័យដែលនាំឲ្យកើតរាគៈសុភនិមិត្តគឺអារម្មណ៍ដែលល្អនឹងឯងមានន័យថារាគៈខាងក្នុងនឹងមិនមែនមានស្រាច់ស្រាប់ចាំនៅខាងក្នុងនឹងទេវាកើតអំពីបច្ច័យកាលណាអារម្មណ៍ដែលល្អហើយធ្វើទុកក្នុងចិត្តដោយមិនឧបាយនៃប្រាជ្ញាសម្គាល់ថាទៀងសុខស្អាតជារបស់ខ្លួនដូច្នេះនាំឲ្យរាគៈដែលមិនតាន់កើតឡើងដែលរាគៈដែលកើតឡើងហើយរឹងរិតតែចម្រើន
ដូច្នេះរបៀបនេះជាបរោះស្ត្រីឬក៏ជាធម៌ដែលកើតអំពីបច្ច័យជាសង្ខារធម៌ជាសង្ខារធម៌ត្រង់ដែលយើងជាច្បាស់ថាសង្ខារធម៌នេះគួរឲ្យយើងដឹងបន្តមកទៀតថានោះមិនមែនរបស់អញមិនមែនអញមិនមែនខ្លួនអញនេះជាការដឹងដល់វិសេសផ្នែកលែងធ្វើខ្លួនឲ្យទៅជាអរិយៈអ្វីត្បិតតែរាគៈទោសៈមោហៈនៅកើតឡើងក៏ពិតមែនក៏ប៉ុន្តែបុគ្គលនោះមិនបានខន់ច្រឡំធម៌ទេបុគ្គលនោះដឹងតាមសេចក្តីពិតថានោះមិនមែនរបស់អញមិនមែនអញមិនមែនខ្លួនអញដូច្នេះការប្រតិបត្តិគឺដើម្បីលះបង់រាគៈទោសៈមោហៈការប្រតិបត្តិដើម្បីយ៉ាងហ្នឹងមិនមែនដើម្បីខ្លួនទេតែយើងអាចនិយាយបានថាប្រយោជន៍ខ្លួនអីចឹងទៅហ្នឹងគឺជាវោហាមួយហ្នឹងទេដូច្នេះពុទ្ធបរិស័ទយើងមិនត្រូវជ្រួលច្រាលច្រាស់ច្រាលនៅក្នុងរឿងអីទេគឺផ្ដើមទៅដោយការឃើញធัวតាមសេចក្តីពិតនេះឯងទេហេតុបច្ច័យដែលនាំឲ្យកើតរាគៈមានហេតុបច្ច័យដែលនាំឲ្យកើតទោសៈមានគឺបដិខៈនិមិត្តអារម្មណ៍ដែលទាស់ចិត្តហើយនឹងអយោនិសោមនសិការៈមិនធ្វើទុកក្នុងចិត្តដោយឧបាយនៃបញ្ញាអាហ្នឹងគឺនាំឲ្យទោសៈដែលមិនតាន់កើតហ្នឹងគឺកើតឡើងទោសៈដែលកើតឡើងហើយរឹងរិតតែចម្រើនឡើងនៅពេលដែលពុទ្ធបរិស័ទជាច្បាស់របៀបនេះសេចក្តីដែលត្រូវយល់ច្រឡំថាយើងថាអ្នកដតីត្រូវដោះខាត់ពិចារណាយ៉ាងនេះរឿយសកាយតិដ្ឋិត្រូវដោះខាត់ទៅតាមស្មារតីដែលពិចារណាមោហៈគឺកើតឡើងដោយអីដោយអយោនិសោមនសិការៈហេតុបច្ច័យណាគឺការមិនពិចារណាដោយឧបាយនៃប្រាជ្ញាគឺថាមោហៈដែលមិនតាន់កើតឡើងក៏កើតឡើងមោហៈដែលកើតឡើងហើយរឹងរិតតែចម្រើនឡើងហ្នឹងគឺមិនពិចារណាធัวទាំងឡាយនឹងថាមិននោះថាពិចារណាថាមិនទៀងជាទុកមិនស្អាតហើយមិនទៀងជាទុកមិនមែនជារបស់ខ្លួនមិនស្អាតនេះគឺពិចារណាដោយឧបាយនៃប្រាជ្ញាហ្នឹងគឺធ្វើឲ្យមោហៈដែលមិនតាន់កើតហ្នឹងគឺមិនកើតទេតែបើមិនពិចារណារបៀបនេះទេមោហៈដែលមិនតាន់កើតឡើងក៏កើតឡើងមោហៈដែលកើតឡើងហើយរឹងរិតតែចម្រើនដូច្នេះពុទ្ធបរិស័ទវិលមកពិចារណាខ្លួនឯងតើរាល់ថ្ងៃរាគៈទោសៈមោហៈនេះយើងបានពិចារណាដោយត្រឹមត្រូវដើម្បីលះបង់ឬក៏មិនបានពិចារណាដោយត្រឹមត្រូវរាគៈទោសៈមោហៈតែងចម្រើនឡើងរាល់ថ្ងៃនេះមើលខ្លួនឯងហ្នឹងហើយស្ដាប់បានណាគឺត្រង់កន្លែងហ្នឹងទេណាហ្នឹងហើយយើងទៅពិនិត្យមើលខ្លួនឯងអញ្ចឹងពីព្រោះរាល់ថ្ងៃនេះណាសភាវៈធម៌3នេះធ្វើសកម្មភាពសម្បើមធ្វើសកម្មភាពមែនអត់រាគៈធ្វើសកម្មភាពមែនអត់ទោសៈធ្វើដែរមោហៈធ្វើដែរចុះមានធម៌ណាដែលចេញមកដើម្បីទប់ទល់ធម៌3ហ្នឹងដែលចេញមកស្កាត់មុខណាគឺយោនិសោមនសិការៈកាលណាបុគ្គលធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាឃើញទេមានធัวមួយហ្នឹងគឺជាគ្រឿងស្កាត់កុំឲ្យរាគៈទោសៈមោហៈហ្នឹងធ្វើសកម្មភាពគឺយោនិសោមនសិការៈហេតុបច្ច័យដែលលះបង់នៅរាគៈទោសៈមោហៈហ្នឹងគឺមានយោនិសោមនសិការៈនេះឯងការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាថានោះមិនទៀងជាទុកមិនមែនជារបស់ខ្លួនមិនស្អាតទោះបីយើងបានរបស់ល្អហ្នឹងក៏ដោយអមថាពុទ្ធបរិស័ទបានរបស់ជាទីគាប់ចិត្តណាគឺត្រូវទប់ស្កាត់លោភៈដែលមិនតាន់កើតកុំឲ្យកើតឡើងត្រូវពិចារណាដូចម្ដេចថារបស់នេះមិនទៀងទេរបស់ដែលយើងស្រឡាញ់ជាទីពេញចិត្តហ្នឹងមិនទៀងទេរបស់ដែលយើងស្រឡាញ់ជាទីពេញចិត្តហ្នឹងគឺជាទុកបានមកឲ្យរឿងអត់រួមស្រួលអាប្រាក់បានមកមិនទាន់បានចាយផងឆ្លោះគ្នាបាត់ហើយចឹងមែនទេទេណារឿងមិនទាន់មានប្រាក់មិនទាន់មានរឿងហើយដល់ពេលមានប្រាក់មកហើយមិនទាន់បានកាយស្រួលបួលផងអង្គុយឆ្លោះគ្នាសិនណាកើតទុកអាហ្នឹងត្រូវធ្វើទុកក្នុងចិត្តណាថារបស់នោះមិនទៀងទេជាទុក
mình men chiaរបស់ខ្លួនទេជារបស់មិនស្អាតនេះយោនិសោមនសិការៈមួយនេះឯងដែលត្រូវទប់គ្រប់គ្រងនៅរាគៈទោសៈមោហៈហ្នឹងបើអត់មានទេមានធម៌ណាដើម្បីជាបច្ច័យមិនឲ្យលោភៈកើតឡើងរាគៈកើតឡើងហ្នឹងដែលព្រះអង្គទ្រង់ត្រាស់សម្ដែងហេតុដែលកើតឡើងនឹងធម៌ប្រព្រឹត្តទៅដើម្បីលះបង់គឺយោនិសោមនសិការៈនេះគឺសំខាន់ហើយយោនិសោមនសិការៈនេះមានអាហារទៅកើតឡើងមែនអត់អ្វីជាអាហារនៃយោនិសោមនសិការៈហេនឡើងអញ្ចឹងហ្នឹងហើយទាំងតទៅយើងបានស្ដាប់ទៅយើងដឹងធម៌ដែលកើតអំពីបច្ច័យហ្នឹងទេណាហើយប្រសូតហ្នឹងណាពុទ្ធបរិស័ទសិក្សារៀនសូត្រទន្ទិញឲ្យចាំពីព្រោះធម៌3នេះកំពុងតែផុសផុលសម្បើមហើយនៅក្នុងសម័យនេះមែនអត់ទេណារាគៈទោសៈមោហៈកាលលក់ដីបានអីធ្វើសកម្មភាពលោភៈដល់ទៅពេលរាំងស្ទះអ្វីធ្វើសកម្មភាពទោសៈដូច្នេះ2 3ហ្នឹងសម្បើមហើយណាដូច្នេះដើម្បីទប់ទល់បានណាទាំងបានក៏មិនគួរត្រេកអរមិនបានក៏មិនគួរតូចចិត្តដោយកម្លាំងយោនិសោមនសិការៈនេះឯងបានទប់ជាមួយ3ហ្នឹងបានទៀតណាចឹងតទៅទៀតទេណាហ្នឹងហើយសូមអនុមោទនីទេណាគណៈទានខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំព្រះរតនត្រ័យជាទីពឹងទីរលឹកទុកស្មារតីជីវិតសពការនិងសូមក្រាបថ្វាយបង្គំលោកម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពស្តីកើតក្រែងទានសូមគោរពថ្វាយបង្គំលោកគ្រូដោយសេចក្តីគោរពដឹងគុណសូមគោរពលោកគ្រូប៉ែតដោយសេចក្តីគោរពជ្រះថ្លានិងសូមគោរពដល់ជួរថ្នាក់ដឹកនាំរបស់គ្រូសាស្ត្របឋានគ្រប់ជាន់ថ្នាក់ទាំងអស់ដោយសេចក្តីគោរពជ្រះថ្លាសូមគោរពពុកម៉ែបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកស្ដាប់ពធនៅក្នុងសាលានេះទាំងមូលព្រមទាំងពុទ្ធបរិស័ទដែលបានទស្សនាតាមការ live ទៀតហើយក៏សូមអនុមោទនានៅធម្មកថារបស់លោកគ្រូដែលមានសេចក្តីពីរោះដល់យ៉ាងក្រៃលែងនិងការចូលរួមរបស់ប្អូនស្រីចម្រើនដោយសេចក្តីជ្រះថ្លាទៀតគណៈទានយើងបានស្ដាប់ប្រសូតនេះមួយគឺមានតុនណាព្រោះក្បាលធំហ្នឹង3ហ្នឹងគឺយើងមានដែលថាយើងមានកម្លាំងអាចទប់ទល់បានអញ្ចឹងពុទ្ធបរិស័ទយើងបានស្ដាប់ហើយតើរាគៈហ្នឹងមានក្នុងយើងមែនអត់រាល់ថ្ងៃមានហើយរាគៈហ្នឹងជាប្រុសឬក៏ជាស្រីអត់មែនប្រុសអត់មែនស្រីជាយើងឬក៏ជាអ្នកដតីជាអ្នកដតីមែនយើងដល់ពេលអត់រាគៈបានយើងមែនទេបងការបានឃើញធម៌តាមសេចក្តីពិតនេះគឺជាបុណ្យយ៉ាងក្រៃលែងព្រោះកាលណាបានឃើញរាគៈនេះតាមសេចក្តីពិតទៅអត់ប្រកាន់ធម៌អត់ភ័ន្តច្រឡំថាធម៌នឹងជាយើងហ្នឹងណាហើយឃើញថារាគៈហ្នឹងគឺជាធម៌ដែលកើតពីបច្ច័យដោយលោកគ្រូបានសម្ដែងមិញហ្នឹងណារាគៈហ្នឹងមានបច្ច័យអីនាំឲ្យកើតទៀតគឺសុភនិមិត្តនិងអយោនិសោមនសិការៈអញ្ចឹងមានបច្ច័យ2សុភនិមិត្តនឹងជាអារម្មណ៍ខាងក្រៅឬខាងក្នុងខាងក្រៅឬខាងក្នុងខាងក្រៅរូបសម្លេងណាហើយជាបយៈរូបសត្វតែរូបអញ្ចឹងណាហើយនេះខាងក្នុងគឺអយោនិសោមនសិការៈកាលណាសុភនិមិត្តហើយអយោនិសោមនសិការៈកើតឡើងរាគៈរមែងកើតឡើងហើយបើកើតឡើងហើយមានអញ្ចឹងទៀតរឹងរឹតតែចម្រើនឡើងហើយមានធម៌សម្រាប់លះបង់មានធម៌អ្វីសម្រាប់លះបង់រាគៈ
cứ ạ sụp hẹ nỉ mật nâng vô nị sao mà đẹp cả rạ là tiền thấy tô sắc biên ở vậy chứ hai đại cái cứ bạn để khét nị mật nâng ạ vô nị sao mà đẹp cả rạ thấy thoa lẹ bóng cứ mê ta chê tàu vị một cà ruột phót đòi mê ta nângมันគ្រួសារសតបដ្ឋានយើងមានប្រកដីឲ្យសិស្សានុសិស្សនៅក្នុងគ្រួសារចម្រើននៅមេត្តាដើម្បីលះអីលះទោសៈលះជាបាតចឹងទេណាហើយធម៌ដែលលះបង់គឺហ្នឹងមេត្តាចេតវិមុតនិងយោនិសោហើយដល់ពេលលោកមោហៈហេតុនាំឲ្យកើតមោហៈគឺអយោនិសោមនសិការៈចឹងធម៌មួយនេះជាបឋមប្រធានដល់ពេលមានយោនិសោមនសិការៈធម៌ទាំង3ហ្នឹងរមែងលះបង់បានក្រាទៀនអញ្ចឹងដូច្នោះហើយតើយើងគួរធ្វើយ៉ាងម៉េចទៀតស្ដាប់ពធហើយត្រូវមានយោនិសោមនសិការៈហើយយោនិសោមនសិការៈនឹងទៀតធម៌ហ្នឹងជាយើងឬក៏ជាធម៌ដែលកើតពីបច្ច័យទៀតហើយអ្វីជាបច្ច័យរបស់យោនិសោមនសិការៈហ្នឹងអ្វីគឺសទ្ធាដែលបងអូនស្រីលើកដំបូងហ្នឹងណាអញ្ចឹងធម៌មួយនឹងបរិបូរបានញ៉ាំងធម៌មួយទៀតឲ្យបរិបូរដូចជាសូត្រមិនចាំឈ្មោះសូត្រលោកគ្រូដែលថាដំណក់ភ្លៀងថ្លោះដែលណាទៀនភាសានសូត្រដែលថាដំណក់ភ្លៀងថ្លោះដែលធ្លាក់នៅលើកំពូលភ្នំណាហើយរមែងបំពេញនៅជ្រោះជ្រងច្រឡងដងអូក្លុកតូចធំអីទាំងអស់ទៅទឹកហ្នឹងហូរទៅកាន់មហាសមុទ្រហ្នឹងតតែសទ្ធានឹងបរិបូរបានយោនិសោមនសិការៈហ្នឹងកើតឡើងដូច្នោះទាំងចុះហេតុអីបានជាពេលដែលជួបនៅអារម្មណ៍ជាទីពេញចិត្តហ្នឹងខ្ញុំវាអត់ដែលមានយោនិសោហ្នឹងទេគឺថាបដោយទៅមកទំហឹងគឺថារាគៈហ្នឹងវាកើតអញ្ចឹងណារាល់ថ្ងៃយើងឃើញមែនអត់ដោយលោកគ្រូសួរថាពេលដែលជួបសុភនិមិត្តណាតើយើងមានអីការពិតរបស់យើងណាកិច្ចបដិបត្តិប្រចាំថ្ងៃរបស់យើងណាតើយើងមានអត់យោនិសោមនសិការៈឬក៏អយោនិសោមនសិការៈអញ្ចឹងកាលណាអយោនិសោមនសិការៈហើយជាបពុនៃធម៌ខ្មៅជាបពុនៃអកុសលតែមានអយោនិសោមនសិការៈហើយគឺអកុសលហ្នឹងកើតតែម្ដងហើយមិនត្រឹមតែកើតទេបើមានស្រាប់រត់តែចម្រើនឡើងតែយោនិសោនេះជាបពុនៃកុសលជាបពុនៃធម៌សដូច្នោះយើងគួរចម្រើនឲ្យបានច្រើនហើយលោកគ្រូមួយទៀតនៅក្នុងយោនិសោមនសិការៈហ្នឹងនឹងបញ្ញាតើមានសេចក្តីប្លែកគ្នាដូចម្ដេចលោកគ្រូព្រោះអីកូនសិស្សធ្លាប់បានស្ដាប់នៅក្នុងមីលិនបញ្ហាហ្នឹងក៏លោកមានដោះស្រាយរឿងយោនិសោមនសិការៈនិងបញ្ញាលោកគ្រូអ្នកខ្លះក៏យើងបានមើលនៅក្នុងបសូតសីលសូតហ្នឹងក៏ព្រះអង្គសម្ដែងថាភិក្ខុអ្នកមានសិលគួរធ្វើទុកក្នុងចិត្តនៅឧបាទានខណ្ឌទាំង5ហ្នឹងថាមិនទៀងជាទុកជាអនត្តាហើយមួយទៀតព្រះសោតាបានសកតិអនាគារហូតដល់អរហន្តហ្នឹងក៏ធ្វើទុកក្នុងចិត្តនៅឧបាទានខណ្ឌហ្នឹងមិនទៀងជាទុកនឹងមិនមែនខ្លួនអញ្ចឹងលោកគ្រូណាទៀនហើយដូច្នោះដោយលោកគ្រូបានលើកនៅក្នុងថាការកំណត់នេះការកំណត់នៅនាមធម៌ហ្នឹងណាដើម្បីលះបង់នៅសកាយតដ្ឋិអញ្ចឹងយើងរលឹកឃើញមេរៀនលោកគ្រូដែលយើងកំណត់នាមរូបដើម្បីលះបង់សកាយតដ្ឋិអញ្ចឹងកាលណាដែលយើងចង់លះលោភៈហើយយើងអត់ទាន់ដុសខាត់នៅសកាយតដ្ឋិទេគឺអត់ទាន់ទេតើតើបានដុសខាត់នៅសកាយតដ្ឋិសិននេះដែលអាការប្រកាន់ធម៌ថាជាខ្លួនហ្នឹងណាហើយកាលណាប្រកាន់ធម៌ជាខ្លួនហើយរឿងច្រើនណាការពិតធម៌កើតពីបច្ច័យសោះយើងយកមកថាខ្លួនយើងមើល
dương lừng ngông tịch ấy hay thay dương lừng ngông tiết đó mẹ nè tam bất ạ với chia tề nâng á tam bất ạ với chia tề hay có chia ra cả lại lục cru su mà nhớ nó rương tha miền đi đi đại tơ sờ lạnh bẹt một cái liền nó hay bẹt một cái liền bàn miền thề ra đại ca thaในขนมกายเนียงนึงเมียนเลียมั่วให้บานเนียงนึงทำไม่bệnhท่านเนี่ยกายเดี๋ยวเมียนดีบุนั่งก็เมียนบรักคลาไปชุดเวย์ยังจังนั้นจังการนาจวบจุ่มเปะปะกันปัฒนาในกายนี้ฮะปองปรับทาจีไอเด่นคือจีจนปีรจังยืงดังคล้วนนะจวบขนมกายยืงสตรีนั่งกายยืงนั่งก็ยืงจวบได้ไหมเนี่ยยืงตอนมันจีวันเด็ดเต้ยืงในปีรrồiยืงในสลังกายปัฒนากายขณะเตียนจึงขยมกะนาเนียงขยมสมโจรวมช่วยลูกครูพร้อมแต่งปดบอสัตว์บานปันได้ให้ก็สมกรุบช่วยลูกครูช่วยปัญโยในขนมในสิกได้โยนิสามเนี่ยสการะหนึ่งปัญญาบายบานจิตเตียนลูกครูสมกรุบช่วยลูกครูสมอนุโมทนี គណៈសាធុទាំងពុទ្ធបរិស័ទយើងបានស្ដាប់ព្រះធម៌ស្ដាប់ពធយ៉ាងហ្នឹងចម្រើនបញ្ញាក្រៃលែងណាចឹងទៅទៀតណានៅក្នុងយោនិសោមនសិការៈហើយមនសិការៈក្នុងបសូតដែលហ៊ានបានលើកមកហ្នឹងភិក្ខុអ្នកមានសិលហ្នឹងក៏បីធ្វើទុកក្នុងចិត្តចំពោះធម៌ដូចម្ដេចចំពោះឧបាទានខណ្ឌ5នៅក្នុងហ្នឹងអត្ថកថាបញ្យលគឺព្រះអង្គត្រាស់វិបស្សនាដោយបទថាមនសិការៈចឹងមានន័យថាភិក្ខុអ្នកមានសិលធ្វើទុកក្នុងចិត្តឡើយហ្នឹងអត់មានចេញពាក្យថាយោនិសោមនសិការៈទេគឺធ្វើទុកក្នុងចិត្តហ្នឹងគឺមនសិការៈដូច្នេះនៅត្រង់កន្លែងនេះព្រះអង្គត្រាស់វិបស្សនាដោយបទថាមនសិការៈអញ្ចឹងមនសិការៈនៅក្នុងបសូតហ្នឹងគឺវិបស្សនាធ្វើទុកក្នុងចិត្តចំពោះឧបាទានខណ្ឌ5ថាមិនទៀងជាទុកមិនមែនជារបស់ខ្លួនជារបស់មិនស្អាតត្រង់នេះគឺវិបស្សនានៅក្នុងសូត្រហ្នឹងទេណាតែបើយើងអត់បានមើលអត្ថកថាទេប្រកាសជាយកកន្លែងហ្នឹងមកជជែកគ្នាហ្នឹងដូច្នេះនៅក្នុងបទមនសិការៈក្នុងសូត្រហ្នឹងគឺបានដល់វិបស្សនាដោយផ្សេងជានេះព្រះអង្គសម្ដែងវិបស្សនាដោយបទថាមនសិការៈរីឯយោនិសោមនសិការៈយោនិសោមនសិការៈនេះគឺបានដល់មនសិការៈតាមន័យនៃព្រះអភិធម្មគឺមនសិការៈចេតសិកនេះឯងតែធ្វើទុកក្នុងចិត្តឬក៏ថាលើកចិត្តឡើងកាន់អារម្មណ៍ឬក៏ធ្វើទុកក្នុងចិត្តចំពោះអារម្មណ៍ថាមិនទៀងជាទុកមិនមែនរបស់ខ្លួនមិនស្អាតត្រង់នេះគឺមិនតាន់ដល់ថ្នាក់វិបស្សនាទេតែគ្រាន់តែការធ្វើទុកក្នុងចិត្តហ្នឹងដូចបញ្ញាអញ្ចឹងតែអត់តាន់បានជាបញ្ញាទេអញ្ចឹងបានថាធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាមានន័យថាដល់តែពេលវិបស្សនាកើតឡើងគឺឃើញចឹងឯងឃើញថាមិនទៀងជាទុកមិនមែនរបស់ខ្លួនមិនស្អាតហ្នឹងនៅពេលដែលជាច្បាស់ដោយវិបស្សនាតែបុគ្គលហ្នឹងពេលដែលបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធមកជាអ្នកមាននៅសទ្ធាហើយនេះធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាគឺយោនិសោមនសិការៈកន្លែងនេះអត់តាន់ជាវិបស្សនាទេហ្នឹងហើយបានធ្វើទុកក្នុងចិត្តហ្នឹងហើយបានមាននៅសតិសម្បជញ្ញៈបានមាននៅសង្វរៈមាននៅសុចរិតហើយបានចម្រើននៅសតិប្បដ្ឋាន4បានពោជង្គៈនេះចម្រើននៅសតិប្បដ្ឋាន4កន្លែងនេះបានវិបស្សនាហ្នឹងកើតឡើងដូច្នេះត្រង់យោនិសោមនសិការៈហ្នឹងមានអាហារគឺសទ្ធានឹងធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាហ្នឹងនៅត្រង់កន្លែងហ្នឹងគឺមានន័យថាមនសិការៈហ្នឹងឯងដែលញ៉ាំងចិត្តហ្នឹងឲ្យប្រព្រឹត្តទៅក្នុងអារម្មណ៍តាំងនៅក្នុងអារម្មណ៍ហ្នឹងដោយត្រឹមត្រូវព្រោះបានស្ដាប់មកនេះមាននៅសទ្ធាហ្នឹងដោយបានសទ្ធម្មសវណៈហើយនឹងសัพពរិស័កសង្ឃសេវៈហ្នឹងទៀតហ្នឹងដូច្នេះមានន័យថាមនសិការៈការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាហ្នឹងគឺបើដោយនៃអភិធម្មហ្នឹងគឺប្រព្រឹត្តទៅនៅក្នុងមនសិការៈហ្នឹងគឺប្រព្រឹត្តទៅជាយោនិសោមនសិការៈហ្នឹងគឺការធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញាគឺជាអារម្មណ៍បដិ
ba tiệt cá mình nè xì cà rạ cả thôi tục nông chất chụp hòm nè mỗi giờ miền vì thấy ba để ba tiệt cá mình nè xì cà rạ hay nâng chia về nè ba để ba tiệt cá mình nè xì cà rạ nâng được nông này áp bị thóm polo pi mình nè xì cà rạ bay nâng miền này tha mình nè xì cà rạ để nòm aoการในวิธีจัดให้มีเนสิการะได้เปิดเต้นนอมันมีในชวนจัดในวิธีประเดปาเตกะมีเนสิการะเชื่อเวเนประเดปาเตกะมีเนสิการะนั่งอารมณ์มันนะประเดปาเตกะมีเนสิการะนั่งมีเนสิการะใบหนังโยนิเศร้ามีเนสิการะนั่งขนมในอารมณ์มันนะประเดปาเตกะมีเนสิการะนั่งในโยนิเศร้ามีเนสิการะมวยเตียดนั่งก็ในขนมในอภิธรรมก็โลกบานเลิกปีอาวัจนะจัดเนาะก็มีได้จังก็เดี๋ยวนะแต่ในขนมในประโสดโยนิเศร้ามีสิการะนั่นคือตรงเตยนึงอารมณ์มันนะประเดปาเตกะมันเนี้ยสิการะนี่ไอ้นี่ในขนมอภิธรรมมัทธวิพีวินิไดกาโอลมปีมันเนี้ยสิการะใบยางนั่นก็เดี๋ยวนะนั่งต่อยังบานเรียนอภิธรรมtớiบานยังไอ้ดังเรื่องนั้นให้เยยขี้จมูกในขนมประโสดต่อต่อไปมันเนี้ยสิการะในขนมอุปาเตียนคันปรำเปรสาวตาเปรสะกติเปรหนาคีระโหดดอกเปรอรหันก็เลยแต่เพื่อตกนองจัดจมพูปาเตียนคันพร้ำทำเหมือนเตียงจิตตกที่อรัตตานั่งได้นั่นคือบุปเพเตอร์ในขนมวิปัสสนาตอนนั้นถ้าต่อไปเปรใครนาสอบลุกเพื่อตกนองจัดนั่นคือโดยเกริยาจังเตอร์มันบุปเพเตอร์ในขนมมหาโกศลโดยฉะนั้นเลยนั่นคือยังไปบ้านดังในขนมเดถ่ายโยนิสาวเนสิการะในขนมบปเพียประเดปตีได้เมียนสัตย์จีอาหารนั่นคือตรำน้าไอ้มวยเตี้ยมันเนี่ยสิการะในขนมอุปาเตียนคันปรามนั่นคือบาดดอลวิปัสสนาในตรองอะไรหนึ่งนั่นเองนะแต่นั่นแต่ยังโยประโสดนั่งบอกไปโจลเนี่ยเตรียมตอดอัดโดยอัดเพียงอย่างเนี้ยโดยเพียงอย่างเนี้ยtớiยังอัดฟังใส่ในขนมบอดท่ามันเนี่ยสิการะให้หนึ่งโยในสาวมันเนี่ยสิการะหนึ่งเตนั่งตามในอภิธรรมพ้องประโสดพ้องในขนมอัฏฐกถาเตียนหนึ่งโดยในสิกระไดในปฐวปรึกนี้ก็บานเป็นหนังละอัดละอันนะละละอันมัดจัดปุตบริษัทยังสดับเฮยสดับเตียนหนึ่งการเนปัญญาปุปรุจีประโพธวัจนะมวยเลอต่อยเปรอัฏฐกถาจังจำร้านเมาประมาณประโมปฐวจับจังเตอบาทเกี่ยวกับเจ้าจำราญลางในปัญญาไอ้ปุตบริษัทหุ่นเลิกก็ยังนี่เป็นอดสาวมองด้วยนะรอไงนี่นะสาวมองโดยเรียกจัดนี้สาวมองโดยเรียกเกโตสะโมหะออกก้าวจีอ๋องใบนี่จำราญโยนี่เลยชมนึกเคยแต่โชว์จำเท่านั้นอย่างนึกเคยเรื่องนี้เรื่องกุลในโยในเซาเนสิการะgiờ miền Tây khá còn ở dân bị trả na Tây khá riêng kia cái đây tô xã mô hà nó ọt cao từng giờ á tại của bung cao nè đợt tới dân ai mưa nghe kì mình ở tiền á từ đôi khuôn ai nâng á bò để sọt cho ọt miềnอย่างá còn tại đó tập pe là riêng kia nó tô xã mà cao khuôn ấy bật mọt chẳng ọt hiền mưa nghe khuôn ai nhỉบางการเบอร์เนี่ยเดตไตเคยเนี่ยเดตไตการแล้วโดยโคลนไอนั่งบอริสอดมีนอย่างนั้นอาจเมื่อเงี้ยเนี่ยเดตไตนั่งนึกเคยอะไรนั่งก็มาเอาเมื่อเงี้ยยะก็มาเอาเมื่อเงี้ยเนี่ยเดตไตยะสมัยท่าเนี่ยเดตไตนั่งก็การเรียกเกี่ยโตสะโมหะจังtớiให้เปนั่งยืนอัดก้าเบอร์โดยโคลนไอนั่งเปรียร์ฮอนอย่างนั้นยืนเมื่อเงี้ยเกลใจtới còn tới đó tậpไปอาเรียกเกี่ยนั่งการโคลนไองอมเชิงนั่งจังแม่นอดบองนั่งchẳng hạn lại nắng á khôi ra nắng lên khôi kề chẳng mẹ nó tiên à chẳng lại nắng á đại dương đang thà dương tới từ tu squat thì cái đấy bật á quay tới bắt đại ca đừng kêu pe nâng mến dương ọt mến dương bo đi sót đấy nè cung tập pe ngay na muối đào về dương đòn à chẳng mẹ nó tiên à lại nắng đại dương tới đang thà thuaนี้คือหนึ่งเมียนขนมอัดมาอันหยัดมาอันเหมือนตอนบอดีสอดเตะปีปลุกบุกโกลแล้วเอาแต่เมื่องี้เกก็ไหลน้าแตงจะซาครูนไอไหลหนึ่งปีปลุกเปนั่งครูนไออัดการ์ดเม่นแต่เราแต่เปการ์ดงอมเชิงจังแม่นอดอันนี้เลยสิโคเจจังแม่นะอันนั้นเคยไหลนั่นวันจังไปหายไหลนั่นหายมองแล้วใบตกด่าสายใจ
នឹងឲ្យយកសំគ្រប់ចេញណាសូមអនុមោទនា សាធុទានអញ្ចឹងនេះខ្ញុំក៏សូមឱកាសដើម្បីបានសរុបបញ្ចប់មុននឹងសរុបបញ្ចប់ក៏សូមអនុមោទនាដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងនៅព្រះធម៌ដែលលោកគ្រូនាំមកក៏ដូចជាបងស្រីដែលបានចូលរួមនោះទេណាគណៈទានអញ្ចឹងពុទ្ធបរិស័ទទាំងអស់គ្នាថ្ងៃនេះយើងបានស្ដាប់ព្រះធម៌យ៉ាងពីរោះហ្នឹងហើយតកតងទៅនឹងធម៌ទាំង3យ៉ាងនេះគឺយើងសុទ្ធតែមាននៅក្នុងខ្លួនទាំងអស់គ្នាមែនទេពុទ្ធបរិស័ទទាំងអស់គ្នាមានតែអត់ទេអត់ទេសត្វតែមានណាទៀតណារាគៈទោសៈមោហៈហើយដោយលោកគ្រូបង្ហើយចុងក្រោយអំបញ្ញមិញអញ្ចឹងនៅពេលដែលខ្លួនឯងរាគៈកើតឡើងទោសៈកើតឡើងជាដើមហ្នឹងសង្ងំជើមកអត់គេដឹងទេដូចខ្លួនឯងហ្នឹងអត់មានអញ្ចឹងលយណាតែនៅពេលដែលអ្នកដតីមានភ្លាមចាប់យកភ្លាមមែនទេអញ្ចឹងអត់ទេនឹងឥឡូវយើងស្គាល់ហើយយើងបានសិក្សាហើយអញ្ចឹងយើងព្យាយាមសង្កេតខ្លួនឯងពិចារណាណាទៀតណាអញ្ចឹងរាគៈទោសៈមោហៈនេះគឺពិតជាមាននៅក្នុងយើងមែនហ្នឹងហើយដូចដែលលោកគ្រូលើកឡើងអញ្ចឹងធម៌3យ៉ាងនេះនៅពេលដែលមានគេសួរនេះទេណាឆ្លើយបាននៅចាភាពខុសប្លែកគ្នារវាងរាគៈទោសៈនិងមោហៈអញ្ចឹងរាគៈនេះឯងមានទោសតិចប៉ុន្តែក្រសាប្រលៀបយើងពិចារណាពិតជាអញ្ចឹងមែនអត់ទេដូចជារឿងអញ្ចឹងណាដែរទៀតណាហ្នឹងហើយនៅតគ្នារហូតនៅជាប់សេចក្តីជាប់ជំពាក់ហ្នឹងហើយចំណែកឯទោសៈវិញមានទោសធ្ងន់ប៉ុន្តែឆាប់សាប្រលៀបអញ្ចឹងហ៎អ្នកដែលសម្បូរទោសៈអញ្ចឹងមែនអត់ទេហ្នឹងហើយចំណែកឯមោហៈវិញយ៉ាងណាដែរពុទ្ធបរិស័ទហ្នឹងហើយមានទោសធ្ងន់ហើយនឹងក្រសាប្រលៀបដូចគ្នាដែរហ្នឹងហើយនេះនៅក្នុងសង្សារវដ្តយើងនេះគឺវែងឆ្ងាយណាទេណោះណាហើយយើងទាំងអស់គ្នាក៏បានដឹងចាតកតងជាមួយនឹងធម៌ដែលនាំឲ្យកើតឡើងនៅរាគៈទោសៈនិងមោហៈនេះផងដែរណាទៀតណាអញ្ចឹងរំលឹកបន្តិចទៅព្រោះឲ្យយើងសរុបបញ្ចប់អញ្ចឹងធម៌ដែលនាំឲ្យរាគៈកើតឡើងហើយកាន់តែចម្រើនឡើងទៀតនោះគឺសុភនិមិត្តនិងអយោសោមនសិការៈហើយចំណែកឯទោសៈវិញគឺបដិខនិមិត្តហើយនឹងអយោនិសោមនសិការៈហើយចំណែកឯមោហៈវិញគឺអយោនិសោមនសិការៈហើយក៏ជាប្រធានរបស់ទាំង3នោះផងដែរណាទៀតណាអញ្ចឹងសរុបសេចក្តីមករាគៈទោសៈមោហៈនេះគឺជាធម៌ដែលកើតអំពីបច្ច័យមិនមែនសត្វមិនមែនបុគ្គលមិនមែនយើងមិនមែនអ្នកដតីកាលបើឃើញធម៌យ៉ាងនេះហើយតើនៅមានសេចក្តីប្រកាន់ទៀតដែរឬទេប្រកាសជាអស់ហើយនោះមែនទេព្រោះអីគឺជាធម៌នឹងឯងមិនមែនយើងផងមែនទេអញ្ចឹងកាលបើយើងបានលះបង់នៅសេចក្តីប្រកាន់យ៉ាងនេះហើយចិត្តរបស់យើងរមែងរួចស្រឡះកាលបើរួចស្រឡះហើយរមែងផុតចាកទុក្ខទាំងពួងជាផ្លូវទៅកាន់ព្រះនិព្វានសូមអនុមោទនាគណៈទានដោយសារតែឃើញថាពេលវេលាក៏ដល់សមល្មមនឹងសម្រាប់ហើយដែរណាលោកគ្រូចាអញ្ចឹងក៏សូមនិមន្តលោកម្ចាស់លោកគ្រូក៏ដូចជាពុទ្ធបរិស័ទបានធ្វើកិច្ចខមាទោសចំពោះព្រះរតនត្រ័យចាណាសាធុណាសាធុណាសាធុណាសូមណាអរគុណណាចំពោះលោកគ្រូណាព្រមទាំងណាអ្នកគ្រូប្រតិបត្តិណាដែលបានណាសំដែងនៅប្រធរដល់ណាពិរោះណាក្នុងថ្ងៃនេះណាក៏ណាគោរពអញ្ជើញណាលោកគ្រូអ្នកគ្រូព្រមទាំងពុទ្ធបរិស័ទទាំងអស់ដើម្បីបង្អោនចិត្តណាកម្មាទោសចំពោះគុណនៃបរតនត្រ័យមើលលើដោយការចែកបុណ្យណាពុទ្ធេយោខលិតោតោសោពុទ្ធោខមេតោតាំងមេមាំងធម្មមេយោធម្មោខមេតោតាំងមេមាំងសង្ឃេយោខលិតោតោសោសង្ឃោខមេតោតាំងមេមាំង
ยังกัญเจโกสลังกามังกาตาเปียงเกริยังแบะแบะกายเยนาเบียจาเยสัตตาสัญญินาวอาเตเยจะสัตตาอาสัญญินาวกตังปัญญาพลังไมหังกวันโตเตเยตังกตังสวิติตังกันนังปัญญาพลังเมเยเยจตาตานาเจียงจะยงสาเปโลกัมให้เยสัตตาจีวันตาราโตกัมโอจานังสาเปลาพรโตแม่เจตสาเตตุขปตาจานาโตกาปยามเหยียสาวกาปัตตาจะนิสาวกาหอนโตสาเปปาเนนาวนะសូមអនុមោទនីណាកម្មវិធីនេះនឹងបញ្ចប់មួយវគ្គណាក្រោម